ការរស់នៅបន្ទប់ជួលតម្លៃ$30ដែលល្បីថាថោកកប់សេរីតែបែរជាថែមជូនខ្មោចស្រីសក់វែងអង្គុយញញឹមលើពីដានកំដររាល់យប់នេះគឺជាមេរៀនដ៏ធំមួយប្រចាំជីវិតខ្ញុំវាជារឿងកំសត់លាយសំណើចលាយទឹកភ្នែកដែលបង្រៀនខ្ញុំឲ្យជឿជាក់លើពាក្យចាស់ពោលថារបស់ថោកមិនដែលល្អរបស់ល្អមិនដែលថោកពីមុនអវិធនេះទោះថោកកម្រិតណាឲ្យតែសន្សំលុយបានគឺយកទាំងអស់ប្រវត្តិរូបរបស់ខ្ញុំតាំងពីនៅរៀនគឺល្បីរឿងកំណាញ់តែម្ដងមីកញ្ចប់ហូដលេក៏ទិញស៊ីខោអាវជួយជុះទិញតាំងពីហែកឃ្លៀកយកមកដេរពាក់វិញឲ្យតែសល់លុយតែឥឡូវគុំថាឡើយត្រឹម$30ទោះឲ្យនៅ free time លុយឲ្យចាយទៀតក៏អវិធរត់ចោលស្បែកជើងដែរព្រោះអ្វីដែលខ្ញុំបានជួបវាធ្វើឲ្យខ្ញុំដឹងថាលុយសន្សំបានយកទៅទិញថ្នាំពេទ្យព្យាបាលជំងឺកាំងបេះដូងអត់គ្រាន់ទេរឿងនេះបានកើតឡើងកាលពីខ្ញុំទើបតែរៀនចប់ថ្មីហើយចុះមកភ្នំពេញរកការងារធ្វើជាលើកដំបូងបងប្អូនដឹងស្រាប់ហើយក្មេងតាមខេត្តទើបឡើងមកភ្នំពេញលុយក្នុងហោប៉ៅមានតែប្រមាណសន្លឹកស្ដើងបើមិនត្បិតត្បៀតរស់មិនរួចដើររកបន្ទប់ជួលឡើងចង់កោងខ្នងដើរសឹងតែសឹកបានស្បែកជើងផ្ទាត់កាត់កម្ដៅថ្ងៃ40អង្សាកន្លែងខ្លះស្អាតមានម៉ាស៊ីនត្រជាក់ត្រឹមត្រូវតែតម្លៃឡើង$60-70មិនទាន់គិតថ្លៃទឹកភ្លើងតាំងពីថ្លៃសម្រាមរហូតដល់ថ្លៃសន្តិសុខយាមផងកន្លែងខ្លះថោកមែនតែបន្ទប់តូចប៉ុនប្រអប់គីប1ម៉ែត្រ4ជ្រុងចូលទៅដល់ធំក្លិនស្អុយដោយរនកណ្ដោរងងាប់ដល់ពេលកំពុងតែអស់សង្ឃឹមដើរអូសជើងកាត់តាមច្រកđườngហែមួយក្បែរផ្សារតូចដែលពោពេញដោយក្លិនទឹកស្អុយលូងខ្ញុំក៏កលេចទៅឃើញក្រដាស់ពណ៌លឿងមួយសន្លឹករាងចាស់ស្លេកពណ៌បន្តិចបិទនៅនឹងបង្គោលភ្លើងក្រដាស់នឹងសរសេរអក្សរធំដោយប៊ិចហ្វឺតក្រហមថាមានបន្ទប់ជួលទូលាយខ្យល់អាកាសបរិសុទ្ធស្ងាត់ល្អមានបន្ទប់ទឹកក្នុងតម្លៃត្រឹមតែ$30ក្នុងមួយខែចុះឈ្មោះថ្ងៃនេះ free ថ្លៃទឹកមួយខែយីគ្រាន់តែឃើញលេខ$30ភ្លាមភ្នែកខ្ញុំភ្លឺដោយគេបញ្ចាំពិលភ្លឺជាងជីវិតអ្នកខ្លះត្រូវគេបោកឡើងដោយកង្កែបបោកហើយមិនទាន់រៀងទៀនខ្ញុំគិតក្នុងចិត្តថាម៉ាអេម៉ងអាវីនជួបរបស់ល្អហើយវើព្រះពិតជាតាមថែរក្សាមនុស្សតស៊ូមែនមិនចាំយូរខ្ញុំក៏ទេតលេខទូរស័ព្ទនៅខាងក្រោមក្រដាស់នឹងភ្លាមអ្នកលើកទូរស័ព្ទជាសម្លេងស្ត្រីចំណាស់ម្នាក់គាត់និយាយដោយសម្លេងស្អកប្រាប់ឲ្យខ្ញុំដើរចូលតាមផ្លូវតូចនឹងមកផ្ទះគាត់នៅចុងផ្លូវពណ៌បៃតងចាស់ដើរតាមក្លិនផ្កាម្លិះទៅនឹងឃើញហើយទៅដល់ភ្លាមខ្ញុំឃើញផ្ទះមួយរាងចាស់ទ្រុឌទ្រោមស្លែដុះពេញជញ្ជាំងពណ៌បៃតងនោះនៅមុខផ្ទះខ្ញុំឃើញមីម្ចាស់ផ្ទះម្នាក់រាងម៉ាប់កំពុងអង្គុយទំពាស្លាលើគ្រែឫស្សីគាត់ញញឹមស្រស់ណាស់ស្រស់ខុសធម្មតាស្រស់រហូតដល់ឡើងក្រហមមាត់ចេញធ្មេញដល់ក្រហមដោយសារស្រាមលោគាត់ទាំងកាក់តែម្ដងទឹកស្លាហូរហៀបនឹងស្រក់ដល់ចង្កាគាត់សម្លឹងមើលខ្ញុំតាំងពីក្បាលដល់ចុងជើងរួចសួរថាក្មួយឯងមករកមើលបន្ទប់មែនខ្ញុំក៏ងក់ក្បាលញាប់ស្មេដោយត្រកួតស៊ីពងគាត់ក៏ដើរនាំមុខខ្ញុំឡើងជណ្ដើរផ្ទះជួលនឹងជារាងអគារចាស់ងងឹតស្លុបសំបីតែពេលថ្ងៃចណ្ដាធ្វើពីឈើដើរទៅលាន់សូងងឹតងក់